Ok,សួស្តីស្វាគមន៍ជាថ្មីម្ដងទៀតខ្ញុំគឺ Combo Tutorial Online អូខេថ្ងៃនេះខ្ញុំមានវីដេអូថ្មីមួយទៀតដើម្បីបញ្ចែកម្លែកដល់យើងទាំងអស់គ្នាក្នុងវីដេអូនេះខ្ញុំនឹងធ្វើការងារនៅលើ Linux បាទប្រភេទ distributor គឺយើងប្រើ CentOS Stream បាទ10អូខេថ្ងៃនេះយើងនឹងមាន protocol មួយដើម្បីយកមកធ្វើការវាជូនអ្នកនេះគឺ network បាទ file system បាទ file system វាជា protocol ដែលយើងប្រើសម្រាប់ធ្វើការ share resource នៅលើ Linux បាទពី Linux ទៅ Linux អូខេអញ្ចឹងទស្សនៈយើងមាននៅក្នុងមេរៀនអញ្ចឹងអានេះយើងនឹងខ្ញុំនឹងធ្វើការបង្ហាញតែទៅលើការ share resource ណាបាទនៅលើ Linux ដែលប្រើប្រាស់ NFS គឺ network file system អូខេអញ្ចឹងនៅក្នុងបម្រាប់របស់យើងនេះគឺយើងមាន server មួយដែលមាន IP 192.168.1.1 បាទ /24 បាទហើយនៅលើម៉ាស៊ីន server នេះយើងធ្វើការ share directory មួយដែលមានទីតាំងនៅក្នុង system root បាទ folder directory មួយឈ្មោះថា data បាទយើងនឹង share វាទៅលើ network ដែល share ជាមួយនឹង read write បាទហើយ share ទៅគ្រប់ម៉ាស៊ីនទាំងអស់នៅលើ network បាទចំណែកឯម៉ាស៊ីន client របស់យើងគឺមាន IP 192.168.1.2 បាទអូខេតើអញ្ចឹងយើងទទួលបានសម្រាប់បែបហ្នឹងយើងចាប់ផ្ដើមទៅធ្វើការ configure តែម្ដងអញ្ចឹងសារមកថាខ្ញុំមាន IP address ម៉ាស៊ីន Linux ចំនួន2ហើយដែលក្នុងនេះខ្ញុំប្រើ VirtualBox បាទអញ្ចឹងក្នុងនេះខ្ញុំមានជាម៉ាស៊ីនមួយគឺម៉ាស៊ីន server បាទហើយនិងម៉ាស៊ីនមួយទៀតគឺម៉ាស៊ីន client បាទតែឥឡូវយើងអត់ទាន់ធ្វើការងារជាមួយម៉ាស៊ីន client ទេយើងធ្វើការនៅលើម៉ាស៊ីន server សិនបាទអញ្ចឹងតាមបម្រាប់របស់យើងនឹងធ្វើតាមអ្វីដែលខ្ញុំបានបង្ហាញមិញអូខេអញ្ចឹងទីមួយយើង check មើលសិនថាតើ IP របស់យើងគឺត្រឹមត្រូវឬអត់បាទ IP វាត្រឹមត្រូវឬអត់គឺខ្ញុំអាចប្រើ if config env 0s3 ដាក់ឈ្មោះ network card យើងឲ្យចំម្ដងទៅអញ្ចឹងវានឹងបង្ហាញតែ network card របស់យើងទេគឺ192.168.1.1បាទ1នេះគឺជា IP អញ្ចឹងខ្ញុំបានកំណត់វារួចហើយបាទតពីមេរៀនមុនវីដេអូមុនអូខេតោះអញ្ចឹងយើងទៅការ share តែម្ដងទី1យើងត្រូវ check មើលសិនតើ protocol NFS របស់យើងដំណើរការនៅតាមរយៈ command គឺយើងប្រើប្រាស់ command systemctl បាទ status nfs server.service អញ្ចឹងជាទូទៅដោយសារជា default NFS វាជា protocol default របស់ Linux អញ្ចឹងវាត្រូវបានដំឡើងនឹងstart service និង interval service ស្វ័យប្រវត្តិរួចរាល់ហើយយើងអត់ចាំបាច់ទៅដំឡើងឬក៏ start service ឬ interval service នេះទៀតទេបាទប៉ុន្តែក្នុងករណីដែលក្នុងករណីចាំបាច់ណាមួយផ្សេងដែល service របស់យើងមិនដំណើរការក្នុងប្រការណាមួយយើងអាចប្រើប្រាស់ command នេះដើម្បីបើកដំណើរការservice របស់ NFS នេះបានបាទនេះខ្ញុំនិយាយក្នុងករណីដែលយើង check មើល status មិញទៅវាដាក់ថា inactive ឬក៏ disable អីចឹងទៅណាបាទអញ្ចឹងវាអាចក្នុងប្រការណាមួយយើងមើលដឹងបាទអញ្ចឹងយើងអាចប្រើ command enable នេះ enter ហើយយើងប្រើ command នេះមួយទៀតគឺ start service វាអញ្ចឹងយើងប្រើ command 2ហ្នឹងដើម្បី enable និង start អញ្ចឹង enter ដូចគ្នាអញ្ចឹងក្រោយពី enable មិញហើយ start service វាហើយវានឹងចេញលទ្ធផលដូចដែលយើងបានបង្ហាញមិញអញ្ចឹងណា fs server.service បាទអញ្ចឹងវាចេញលទ្ធផលបែបនេះបាទដូចគ្នាដែរមិញបាទអូខេអញ្ចឹងស្រាប់មកថាយើងបានធ្វើហើយបាទ service ក៏ដំណើរការរួចដែរអញ្ចឹងយើងធ្វើការ add service ទៅកាន់ firewall បាទដើម្បីឲ្យវាបើក connection ឲ្យ client connect ឬក៏ access មកកាន់ server បានបាទទៅកាន់ protocol NFS ហ្នឹងអញ្ចឹងតាមរយៈ command របស់យើងគឺ firewall cmd បាទខ្ញុំ add service នេះទៅកាន់ permanent អត់ add ទៅ runtime ទេបាទវាបាន roll ដាក់ទៅចូលក្នុង zone public បាទ tray ពីរដងមួយទៀតគឺ add service បាទស្មើនឹង NFS បាទខ្ញុំម្ដងទៀត firewall tray cmd បាទដក clear tray ពីរដង permanent ដក clear បាទ tray ពីរដង zone ស្មើ public ដក clear tray ពីរដងទៀត add
dash service ស្មើ NFS បាទ intern មកវានឹងលោតពាក្យថាបើអានេះដោយសារតែម៉ាស៊ីនខ្ញុំធ្លាប់ configure មុនហើយអញ្ចឹងវាប្រាប់ថា already enable បាទអញ្ចឹងវាថា success អញ្ចឹងបើសិនជាម៉ាស៊ីនរបស់យើងថ្មីដំបូងអត់ទាន់បាន add ទេវានឹងលោតពាក្យថា success បាទវាលោតពាក្យថា success យកតែម្ដងណាតែអានេះវាអត់ជាបញ្ហាទេវាគ្រាន់តែប្រាប់យើងថា already enable ហើយបាទ enable មានថាបាន add swing ទៅកាន់ firewall រួចរាល់ហើយអត់ជាបញ្ហាទេអូខេអញ្ចឹងខ្ញុំក្រោយពី add switch ទៅ firewall ហើយខ្ញុំគ្រាន់តែធ្វើការ restart reload firewall មួយបាទ firewall trace cmd ដកវា trace reload បាទអញ្ចឹងពេលជោគជ័យវាប្រាប់ថា success ដូចគ្នាបាទអូខេអញ្ចឹងនេះជាជំហានដំបូងដែលយើងធ្វើតែម្ដងទេបាទ start service របស់ NFS enable ហើយនឹង add service ទៅ firewall បាទយើងធ្វើតែម្ដងទេជារឿងបន្តទៀតគឺយើងបង្កើត folder ដែលយើងចង់ share បាទតាមរយៈបំរាប់នេះគឺគេយើង share directory ដែលមានក្នុង system root data បាទខ្ញុំនឹងបង្កើត folder នេះមួយបាទខ្ញុំបង្កើត folder មួយគឺបាទនេះ system root នៅក្នុង system root ហើយ data បាទអញ្ចឹងបញ្ជាក់ម្ដងទៀតដើម្បីយើងចង់ share គឺsystem root data ដែលយើងចង់ share ទៅលើ network អូខេតោះអញ្ចឹងដើម្បីធ្វើការ share នៅក្នុង protocol NFS ដើម្បី share folder យើងត្រូវបើក file មួយដើម្បីធ្វើការកែប្រែអញ្ចឹង file នេះគឺផ្ទុកព័ត៌មាន share អញ្ចឹងវាមានទីតាំងនៅក្នុង system root អញ្ចឹងខ្ញុំប្រើ nano ក៏បាន v ក៏បានបាទអញ្ចឹងពេលនេះខ្ញុំប្រើ v .clear system root etc file មួយឈ្មោះថា export បាទដែល file នេះជាទូទៅបើសិនជា default របស់វាគឺអត់មានទេតែអានេះដោយសារខ្ញុំធ្លាប់ configure ម្ដងហើយអញ្ចឹងខ្ញុំអាចលុបចោលឬក៏យើងអាចធ្វើការចង់លុបក៏បានឬក៏យើងចង់ថែមបញ្ចូលទៀតក៏បានដែរបាទតែនេះខ្ញុំអត់ចង់ឲ្យវាពាក់ព័ន្ធជាមួយនឹងដោយសារ folder ចាស់ខ្ញុំបានលុបចោលហើយអញ្ចឹងវាអាច error អូខេអញ្ចឹង file ដើមរបស់វាគឺអាចទៅទេបែបនេះអញ្ចឹង syntax ដែលយើងត្រូវបញ្ចូលក្នុងនេះបាទ script ដែលយើងត្រូវបញ្ចូលក្នុង file នេះគឺបាទដំបូងយើងដាក់ឈ្មោះ file ទីតាំងនៅឈ្មោះ directory ដែលយើងចង់ share អញ្ចឹងខ្ញុំចង់ share គឺមានទីតាំងក្នុង system root ហើយ folder មួយ directory មួយដែលមានឈ្មោះថា data បាទដក clear តែបំរាប់របស់យើងគឺយើងធ្វើការ share ទៅគ្រប់ device ទាំងអស់នៅលើ network អញ្ចឹងខ្ញុំតាមសញ្ញាផ្កាយហើយយើងអាចទៅមើល syntax បន្ថែមនៅក្នុងអ៊ីនធឺណិតបាទតកតងនឹងចង់ share ទៅកាន់ folder ចង់ share ទៅកាន់ computer ណា device ណា IP ប្រមាណឈ្មោះអី domain អីយើងកំណត់នៅកន្លែងផ្កាយហ្នឹងប៉ុន្តែក្នុងនេះខ្ញុំសូមដាក់សញ្ញាផ្កាយដោយសារយើង share ទៅគ្រប់ឧបករណ៍ទាំងអស់នៅលើ network អូខេបើបញ្ចប់ខ្ញុំប្រើ syntax បន្តទៀតគឺ ORW តំណាងឲ្យ read write គឺ set full access ឬក៏ full control ហ្នឹងបាទ read write បាទ sin នេះគឺមានថាឲ្យ user ទាំងអស់នៅលើ network អាចមើលឃើញ device ទាំងអស់នៅលើ network អាចមើលឃើញភ្លាមៗរាល់ការកែប្រែពីម៉ាស៊ីនណាមួយហើយចុងក្រោយគឺ no root squash ក្នុងនេះមាន syntax ច្រើនទៀតបាទក្នុងនេះមាន syntax ច្រើនទៀតប៉ុន្តែក្នុងនេះខ្ញុំគ្រាន់តែដាក់នៅអ្វីដែលជាមូលដ្ឋានហើយជា basic ទេបាទ no root squash អូខេអញ្ចឹងអស់ប៉ុណ្ណឹងបិទមុខកញ្ចក់មកវិញវាខ្ញុំ save ឲ្យចាក់ចេញមកបាទ save file ចាក់ចេញ escape ចុច 2wq ចឹងធ្វើការ save ឲ្យចាក់ចេញអញ្ចឹងរាល់ការកែប្រែ file នេះគឺយើងត្រូវប្រើ command មួយទៀតដើម្បី refresh បាទដើម្បី refresh ទៅលើ file export ហ្នឹងមានន័យថាយើងចាប់ផ្ដើមrefresh ការ share របស់យើងរាល់ការកែប្រែព័ត៌មានក្នុង file share គឺយើង refresh មកវាបាទ enter មកអត់សំទោសខុសប្រមាណគឺ export fs បាទដក clear ដក or a បាទ enter អញ្ចឹងរាល់ការ share របស់យើងពេលនេះគឺ folder របស់យើងត្រូវបាន share ទៅលើ network ហើយអូខេខ្ញុំសូមបញ្ជាក់បន្តិចតទៅនឹងក្នុង file មួយនេះបើក្នុងករណីយើងចង់ share folder អីផ្សេងទៀតយើងបន្ថែមមកជួរទៀតបាទឧទាហរណ៍ខ្ញុំចង់ share ស្អីគេ data ឬក៏ software បាទហើយទៀតមកវាជាមួយនឹង set អីផ្សេងទៀតហ្នឹងគឺយើងដាក់ទៅដូចគ្នាបាទ share មួយបាទចុះបន្ទាត់មកជួរបន្តមកបាទអូខេក្នុងនេះដោយសារខ្ញុំនឹងដាក់ទេដោយសារខ្ញុំអត់ទាន់មាន folder software ហ្នឹងទេបាទពេលយើងដាក់ error អូខេបន្តទៀតចុច 2wq
và rồi cái file export យើងត្រូវប្រើប្រមាណ export fs ដល់ RA ដើម្បី refresh file អូខេអញ្ចឹងនៅលើ client នៅលើ server របស់យើងគឺចប់ទៅប៉ុណ្ណឹងអញ្ចឹងខ្ញុំនឹងត្រឡប់ទៅ client វិញបាទដើម្បីបាទ connect ទៅកាន់ server របស់យើងអូខេតោះអញ្ចឹងយើងសារល្បង ping ឬក៏យើង test connection សិនសារតាវាធំពេកវាចុះផងខ្ញុំសារល្បង ping ទៅ server តម្រង់ទៅព្រោះដូចជាមាន IP ស្រាប់ហើយម៉ាស៊ីនមួយនេះ IP server របស់យើងគឺ 1.1 បាទអូខេអញ្ចឹងស្គាល់អញ្ចឹងខ្ញុំធ្វើការដាក់ចេញសិនអញ្ចឹងដើម្បីធ្វើការ share ឬក៏ connect ទៅកាន់ folder ដែលបាន share យើងទី1ក្នុង client យើងត្រូវបង្កើត mount point មួយសិនបាទដែល mount point ជាទូទៅវាគឺជាចំណុចប្រទាក់បាទភ្ជាប់ទៅកាន់ network អញ្ចឹងវាគឺជា folder ធម្មតាទេដែល folder នេះត្រូវបានបង្កើតឡើងឬក៏យើងត្រូវតែបង្កើតវាដោយខ្លួនឯងនៅក្នុង system root Amenti អញ្ចឹងខ្ញុំធ្វើការបង្កើតមួយនៅក្នុង system root Amenti នេះនៅក្នុងនេះយើងដាក់អីដាក់ទៅបាទបើសិនជា data យើងដាក់ data ដូចគ្នាទេ software ដាក់ software ដូចគ្នាទេតែមិនតម្រូវទេយើងចង់ដាក់ឈ្មោះអីក៏បានដែរមិនតម្រូវឲ្យដូចគ្នាទេតែខ្ញុំប្រើពាក្យឲ្យដូចគ្នាមិញគឺគ្រាន់តែចង់បញ្ជាក់ថាបើយើង share ច្រើនថ្ងៃក្រោយឲ្យដឹងថា data យើង connect ទៅ data software យើង connect ទៅ software អញ្ចឹងទៅអូខេហើយយើងបង្កើត data មកស្រួលយើងចាំបាទនេះជា mount point ដែលយើងនឹងចងទៅកាន់ server អូខេអញ្ចឹងក្រោយពីបង្កើត mount point ហើយយើងចាប់ផ្ដើម mount មកពី mount តាមរយៈ command យើង mount ដកឃ្លា IP របស់ machine server ដែលយើងចង់ភ្ជាប់ទៅគឺ server របស់យើងគឺ 1.1 បាទចុះ2តមកទៀតគឺឈ្មោះឬទីតាំងនៃឈ្មោះដែលយើងដែល share ពី server មកអូខេមិញនៅលើ server មិញគឺ system root data អញ្ចឹងយើងភ្ជាប់មកកាន់អី mount point របស់យើង mount point របស់យើងមិញគឺខ្ញុំបានបង្កើតនៅក្នុង system root Amenti data អូខេយើងដាក់ mount point system root Amenti data បាទ data ចុច enter បាទអញ្ចឹងយើងបាន mount ឬក៏បានភ្ជាប់ទៅកាន់ server ហើយបាទអញ្ចឹងពេលដែលយើងចង់ធ្វើការងារនៅលើ server អញ្ចឹងយើងចូលទៅកាន់ mount point របស់យើងអញ្ចឹងចូលទៅកាន់ mount point របស់យើងមក system root Amenti data នេះសារល្បងទៅបង្កើតអីមួយនៅក្នុង server បាទ server របស់យើងគឺ data ឡើងមើលអត់មានអីទេខ្ញុំសារល្បងបង្កើត mkdir on server អញ្ចឹងទៅបាទខ្ញុំបង្កើត folder មួយឈ្មោះថា on server ខ្ញុំបង្កើតពី server ទៅបាទអូខេវារៀងយឺតបន្តិចទេដោយសារតែម៉ាស៊ីនខ្ញុំវារៀង slow អញ្ចឹងយើងឃើញហើយនេះគឺជា folder ដែលមាននៅលើ server បាទ folder ដែលមាននៅ server ហើយខ្ញុំសារល្បងបង្កើតពី client ទៅវិញគឺ mkdir បាទ on client បាទនេះជា folder ដែលខ្ញុំបង្កើតពីម៉ាស៊ីន client ទៅវិញហើយវាកាំងតិចខ្ញុំជឿថាម៉ាស៊ីនរបស់អ្នកនរនឹងមិនអីទេបាទអូខេអញ្ចឹងយើងបាន folder ថ្មីមួយគឺអញ្ចឹងយើងសារល្បងមក check នៅលើ server វិញបាទឥឡូវមើលបាទអញ្ចឹងយើងទទួលបាន folder ថ្មីមួយទៀតគឺ on client អញ្ចឹងមានថា folder ដែលយើងបាន share នៅលើ network នេះគឺវា synchronize គ្នាជាមួយ server និង client ទាំងអស់បាទភ្ជាប់អូខេអញ្ចឹងចុងក្រោយគឺយើងមាន command មួយគឺដើម្បី unmount យើងឈប់ប្រើ network បាទអញ្ចឹងដើម្បីឈប់ប្រើ network data share នេះអញ្ចឹងយើងទីមួយយើង cd ចេញទៅក្រៅសិនទៅតាណាក៏បានដែរបាទហើយយើងប្រើ command មួយទៀតគឺបាទ umount umount គឺជា command សម្រាប់ unmount ឈប់ភ្ជាប់ឈប់បាទទៅកាន់ឈប់ភ្ជាប់ទៅកាន់ server អញ្ចឹង unmount ហើយយើងដាក់ឈ្មោះmount point របស់យើងគឺ data ពេលនេះគឺ mount point របស់យើងឈប់ភ្ជាប់ទៅកាន់ server ហើយយើងនិយាយសារល្បងចូលទៅ Amenti data មកទៀតអត់ដែរបាទអត់មានអីទេអត់មានបាត់ folder on client on server វិញទេព្រោះសារយើងផ្ដាច់ connection ហើយតែវាមិនបាត់តាណាទេបាទនៅលើ server របស់យើងគឺនៅដដែលធម្មតាចឹង